ប៉ុន្តែថ្ងៃនេះសោកស្ដាយមែនទែនដែលអ្នកថ្មីត្រូវជុំចេញពីក្នុងកម្មវិធីអ្នកថ្មីជាបេក្ខនារីមួយដែលប្រឈមមុខទៅនឹងការជំរុះចេញច្រើនដងមែនទែនតាមរស័ព្ទចាំប៉ុន្តែរាល់ការប្រកួតអ្នកថ្មីតែងតែបង្ហាញអំពីភាពក្លាហានមោះមុតរបស់អ្នកថ្មីប៉ុន្តែថ្ងៃនេះសោកស្ដាយមែនទែនដែលអ្នកថ្មីត្រូវជុំចេញពីក្នុងកម្មវិធីប៉ុន្តែត្រូវចាំថាយ៉ាងណាក៏ដោយអ្នកថ្មីគឺជាបេក្ខជន Top 5របស់យើងនៅក្នុងរដូវកាលនេះអ្នកថ្មីមានពាក្យពេចន៍អ្វីចង់និយាយទៅនឹងសម្រាប់របស់អ្នកថ្មីសម្រាប់ពាក្យពេចន៍ដែលខ្ញុំចង់និយាយចុងក្រោយគឺអរគុណខ្លាំងជាងគេគឺឆាប់ទាំង3តែម្ដងព្រោះខ្ញុំហើយក៏ខ្ញុំមានមោទនភាពដែរខ្ញុំអាចប្រកួតប្រជែងអាចឈានជើងចូលមកដល់ Top 5 ព្រោះកន្លងមកគឺខ្ញុំតែងតែគិតខ្លួនឯងថាខ្ញុំមិនដឹងថាខ្ញុំអាចមានសមត្ថភាពឬក៏មានវាសនាអាចឈានជើងចូលដល់ Top 5 ទេហើយចំណុចដែលសំខាន់ខ្លាំងជាងគេនោះគឺខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលខ្ញុំអាចមានសមត្ថភាពឈានជើងដល់ Top 5 បានជួប Chef ទាំង3ដែលជា idol សម្រាប់ខ្ញុំការអរគុណនោះគឺអរគុណទៅដល់ក្រុមការងារនៅមូលដ្ឋានរបស់ខ្ញុំហើយនិងក្រុមគ្រួសារជាពិសេសប៉ាហើយនិងបងប្រុសដែលគាត់មិនថាក្រុមការងារហើយនិងប៉ាហើយបងប្រុសទេគឺគាត់តែងតែ support និងលើកទឹកចិត្តអរគុណច្រើន Chef អរគុណអ្នកស្មី